វិញពួករៀនហ្មងប៉ុន្តែគាត់ពួករៀនទៅជាផ្ទុយមកវិញគាត់រៀនអត់ចាំមកគាត់ថាបញ្ហាគឺនៅត្រង់ថាគាត់រៀនគាត់អត់បើកឱកាសឲ្យខ្លួនឯងគាត់មានពេលសុបាយសោះដល់តែពេលខ្លួនឯងគាត់អត់មានពេលសុបាយពេលទៅរៀនគិតតែរឿងគេហៅថាការក្នុងគូក្បាលរបស់គាត់វាដកជាប់តែជាមួយការរៀនណាយល់ទេអញ្ចឹងពេលដែលគ្រូចេញលេងក៏គាត់ថាគាត់ធ្វើលំហាត់ឲ្យចេញលេងគាត់អង្គុយធ្វើលំហាត់ទេគាត់មានមិត្តភ័ក្តិអីពេលអញ្ចឹងមិនគាត់ថាគាត់ត្រូវបដូរអេរយាប័តនឹងសិនយើងត្រូវរៀនធ្វើលំហាត់ខ្លះត្រូវចែកម្លែកពេលខ្លះដើម្បីលេងជាមួយមិត្តភ័ក្តិបង្កើតតំណែងជាមួយមិត្តភ័ក្តិជុំវិញខ្លួនយើងធម្មតាមិត្តភ័ក្តិបើថាឲ្យគេមកនិយាយមួយយើងមិនដូចបងនិយាយអញ្ចឹងចង់និយាយថាបើអ្នកបកែគេមិនមកហៅយើងទេពេលខ្លះគេចង់រៀនស្ងប់ស្ងាត់ដូចគ្នាតែបើអ្នកដែលមកជុំដូចប៉ុនយើងអីណាព្រោះបងការរៀនមកអត់បកែដូចគ្នាបងចូលចិត្តដូចថាតែពេលយើងរៀនតែដល់ពេលណាយើងចេញលេងគឺយើងលេងយល់ទេតោះយើងលេងអញ្ចឹងបាទយើងបង្កើតតំណែងមួយមិត្តភ័ក្តិយើងទៅយើងទៅរៀនវាសុបាយហើយអារម្មណ៍ដែលសុបាយហ្នឹងហើយធ្វើឲ្យយើងរៀនយើងចេះតែយើងចង់រៀនទៀតណាយល់អត់ហ្នឹងហើយអញ្ចឹងបងឲ្យគាត់បដូរទម្លាប់ហ្នឹងសិនហើយឲ្យគាត់មានវិន័យសម្រាប់ខ្លួនឯងតាក់ទងជាមួយនឹងការបែងចែកពេលវេលាហ្នឹងបើសិនជាទៅដល់ផ្ទះថ្ងៃឡើងដែលយើងបានរៀនហើយអស់ហ្នឹងមិនចាំរំលឹកទៀតទេព្រោះយើងបានរៀនហើយយើងបានរំលឹកហើយអ្វីដែលគ្រូគាត់រៀននៅសាលាហ៎អញ្ចឹងមកគាត់ចង់ជួយម៉ាក់ប៉ាគាត់នៅផ្ទះយើងជួយការងារផ្ទះទៅជួយការងារផ្ទះហើយត្រូវកំណត់ម៉ោងថាម៉ោងប្រហែលចូលគេងធ្វើមិនគឺថាម៉ោង7ម៉ោង8យប់ព្រោះគាត់ងើបម៉ោង3កន្លះអញ្ចឹងយើងត្រូវដកថយម៉ោងដើម្បីចូលគេងឲ្យបានលឿនហើយបើសិនជាគាត់ចូលគេងបានលឿនអញ្ចឹងហើយយើងមើលតាមអាទិត្យកន្លះខែយើងនឹងចាប់ផ្ដើមមានការប្លែកឬក៏ខុសប្លែកពីមុនយើងឲ្យគាត់តាមដានអញ្ចឹងវិញអត់មានត្រូវការប្រើអីទាំងអស់ពីព្រោះបើយើងស្ដាប់ទៅវាមិនមែនជាជំងឺធ្ងន់ធ្ងរអីទេដោយសារតែគាត់ខ្លួនឯងគាត់អត់បានរៀបចំពេលវេលាបានត្រឹមត្រូវក្នុងការរៀនសូត្ររបស់គាត់យល់អត់អញ្ចឹងវីតាមីនដូចគាត់ឲ្យបងនេះគាត់ថាគាត់ចង់បានជីងហ្គោប៊ីឡូបាហ្នឹងដើម្បីឲ្យផ្ដោតអារម្មណ៍ជាងមុនហើយជំនួយដល់ការចងចាំវីតាមីនវាជួយយើងបានហើយប៉ុន្តែយើងខ្លួនឯងត្រូវជួយខ្លួនឯងសិនក៏តែយើងគេងឲ្យគ្រប់សិនបើយើងនៅតែបន្តគេងអត់គ្រប់បែបហ្នឹងវីតាមីនទាំងអស់ហ្នឹងមិនអាចទៅជួយយើងបានទេហើយយើងត្រូវមានការធ្វើលំហាត់5និយាយទៅធ្វើអីក៏ដោយបងប្រាប់គាត់តាំងពីថ្ងៃសៅរ៍អាទិត្យហ្នឹងត្រូវចេះតែអ្នកតំណងមួយមិត្តភ័ក្តិឧទាហរណ៍បើយើងអត់រៀនយើងបបួលគ្នារៀនបើយើងចេះជាងគេយើងបបួលអ្នកដែលគេមិនចេះជាងយើងហ្នឹងយកមករៀនព្រោះពេលដែលយើងរៀនចែករំលែកទៅគេអញ្ចឹងធ្វើឲ្យខ្លួនឯងយើងក៏ឆាប់ចាំដែរត្រូវអត់ហ្នឹងហើយអាហ្នឹងគឺបងឲ្យបដូរបរិយាកាសបែបហ្នឹងហើយបងគិតថាពេលដែលគាត់នៅតាមខេត្តអញ្ចឹងណាគឺគាត់មានឱកាសជាងយើងអ្នកនៅក្រុងឆ្ងាយគាត់ដោយសារបរិយាកាសវាអត់សូវមានការបំពោច្រើនព្រោះយើងនៅពេញយើងដឹងស្រាប់វាថ្លង់ផងរំខានផងឃើញទេតែបើគាត់នៅតាមខេត្តគាត់អាចបបួលគ្នារៀននៅក្រោមតែដើមឈើក៏បានដែរវាបរិយាកាសស្រស់ស្រាយទៀតហើយយើងអត់ได้ត្រឡប់បងអញ្ចឹងការបងនៅរៀនបងរៀនអត់ប្រកែទេតែបងចូលចិត្តដូចថាបបួលគ្នាជាក្រុមឲ្យរៀនដូចថាថ្ងៃហ្នឹងគ្រូរៀនអីអញ្ចឹងបើមានអ្នកណាមួយយល់ពីអាការដែលគ្រូរៀនហ្នឹងឲ្យគាត់ជួយចែកម្លែកគ្នាមកថាគាត់យល់មិនពីការបរៀនរបស់គ្រូហ្នឹងពីព្រោះមិនឲ្យតែគ្រូរៀនយើងយល់ទាំងអស់ណាត្រូវអត់ពេលខ្លះគាត់រៀនលឿនទៅដល់ពេលយើងចាប់អត់ទាន់អញ្ចឹងអ្នកដែលគេចាប់ទាន់ឲ្យគេមកចែកម្លែកយើងមកឃើញទេវាជាការដោះដូរបែបហ្នឹងណាអញ្ចឹងត្រង់កន្លែងនេះមែនតើអត់មានត្រូវឲ្យអីគាត់ទាំងអស់គឺយើងឲ្យគាត់ផ្លាស់ប្ដូរទម្លាប់សិនហើយឲ្យគាត់ត្រូវមានវិន័យសម្រាប់ខ្លួនឯងគាត់សិនព្រោះយើងឃើញថាក្មេងអាយុ14ឆ្នាំគាត់មិនមានបញ្ហាអីធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅប្រើពពួកថ្នាំពួកអីទេយើងអត់ឲ្យគាត់ទេអញ្ចឹងត្រង់ចំណុចនេះដែលបងចង់ឲ្យពួកយើងធ្វើការស្វែងយល់មុនពេលដែលយើងជួបជាមួយនឹងអ្នកជំងឺឬអតិថិជនអីក៏ដោយយើងត្រូវព្យាយាមប្រមូលព័ត៌មានឲ្យបានច្រើនតាមដែលអាចធ្វើទៅបានពេលដែលយើងប្រមូលព័ត៌មានបានច្រើនហើយទើបយើងអាចធ្វើការសន្និដ្ឋានថាតើយើងគួរតែផ្ដល់ជំរើសណាមួយសម្រាប់គាត់បើសិនជាក្នុងករណីដែលចាំបាច់ត្រូវការព្យាបាលត្រូវតែឲ្យគាត់ទៅព្យាបាលហើយត្រង់កន្លែងហ្នឹងបងក៏បានបញ្ជាក់ឲ្យគាត់ដែរបងថាមិនមែនមិនឲ្យគាត់ជួយអ្នកផ្ទះទេជួយវារឿងល្អប៉ុន្តែរឿងដំបូងគេដែលយើងត្រូវគិតគឺជួយខ្លួនឯងសិនពីព្រោះបើសិនជាយើងនេះដដាបទៅគេហៅកម្លាំងមិនមាំមួនផងយើងទៅជួយអ្នកផ្ទះយើងមិនហើយហេងសុយតែបន្តបែបនេះអ្នកផ្ទះរបស់គាត់ត្រូវមកមើលជំងឺរបស់គាត់មកជីវិតវិញយល់ទេអញ្ចឹងយើងជួយអ្នកផ្ទះយើងអត់មានអីក្រៅពីថាមើលស្រឡាញ់ខ្លួនឯងឲ្យបានល្អទៅមើលថែខ្លួនឯងកុំឲ្យតែឈឺទៅកុំឲ្យអ្នកផ្ទះគាត់រវល់មួយយើងហើយពេលយើងទៅនេះជួយការងារគាត់ល្អហើយពេលទៅរៀនហ្នឹងខំប្រឹងរៀនអាហ្នឹងគឺជាការជួយរបស់យើងឯងមែនទេវាអត់មានអីដែលត្រូវស្មុគស្មាញឲ្យយើងពិបាកក្នុងការលះបង់អីណាទៅអត់ហើយបងក៏បានបញ្យល់ឲ្យចំណុចហ្នឹងអស់គាត់ថាគាត់យល់ពីអីដែលយើងនិយាយអញ្ចឹងកន្លែងនេះយើងសប្បាយចិត្តផងថាយើងបាននិយាយទៅធ្វើឲ្យគាត់មានការផ្លាស់ប្ដូរឲ្យគាត់ទទួលយកបានតែគាត់ត្រូវបដូរទម្លាប់អីវាមិនអញ្ចឹងទៅហើយលទ្ធផលចុងក្រោយបែបម៉េចមិនមែនយើងជាអ្នកកំណត់ទេគាត់ខ្លួនឯងជាអ្នកជ្រើសរើសតែគាត់ចង់នៅបន្តបែបហ្នឹងទៀតឬក៏គាត់ធ្វើការផ្លាស់ប្ដូរតាមដែលយើងណែនាំបើសិនជាគាត់ផ្លាស់ប្ដូរតាមដែលយើងណែនាំបានន័យថាគាត់អាចបន្តដំណើរវែងឆ្ងាយទៅសម្រេចក្តីបំណងរបស់គាត់ថ្ងៃក្រោយបានតែបើសិនជាគាត់ជ្រើសរើសយកអាការពិបាករយៈពេលខ្លីនេះបងគិតថាបញ្ហានឹងមានច្រើនសម្រាប់គាត់ផងសម្រាប់គ្រួសារគាត់ផងចុះគាត់ថាគាត់ត្រូវជួយគ្រួសារគាត់ហ៎ហើយដល់ពេលអញ្ចឹងទៅអាការជួយរបស់គាត់ពេលដែលជួយបែបហ្នឹងវាទៅជាការជួយខុសមួយចុះបើយើងជួយមិនបើយើងមួយថ្ងៃដេកបានតែ3ម៉ោងហើយយើងសម័យមើលថាមនុស្សយើងដេក3ម៉ោងធ្លាប់ដេក3ម៉ោងមានអារម្មណ៍មិនដូចដើរដូចខ្មោចអញ្ចឹងទៅហ៎បងមានអារម្មណ៍ថាបងបើសិនជាបងវិញដេកអត់គ្រប់គឺបងដើរដូចខ្មោចអញ្ចឹងជើងអត់ដល់ដីទេហើយមានអារម្មណ៍ថាក្នុងខួរក្បាលហ្នឹងធីងធងហើយឈឺក្បាលទៀតអញ្ចឹងពួកយើងក៏ដោយគឺរឿងសំខាន់ជាងគេយើងធំប៉ុណ្ណេះអស់ហើយគឺយើងត្រូវចេះមើលថែខ្លួនឯងឲ្យល្អឲ្យរឹងមាំសិនបានយើងអាចទៅជួយអ្នកផ្ទះយើងបានហើយជួយអ្នកផ្ទះយើងមិនមែនថាចាំបាច់តើថាត្រូវតែជួយទៅរកលុយរកអីបានគេហៅជួយការងារផ្ទះមិនផ្ទះអីកុំដេកដល់ថ្ងៃពេកមួយថ្ងៃឈប់អីចឹងយើងជួយឡើងមកធ្វើម្ហូបទៅអីខ្លះមកជួយបងផ្ទះជួយផ្ទះខ្លះមកត្រូវអត់ធ្វើពលកម្មខ្លះមកខ្ជិលហាត់ប្រាណទៅជួយផ្ទះទៅហើយហ្នឹងក៏បានបែកញើសជួខ្លួនដែរមិនចឹងឥឡូវយល់ពីខេសដែលបងចង់បង្ហាញហ្នឹងឯណោះយល់ហើយសម្រាប់ផ្នែកសុខភាពនេះវិញអ្នកដែលគាត់ពិបាកក្នុងការគេងទៅចេះតែឈឺចុកក្រួយក
còn mà ở cái này ai bắt đầu nào hay dânធ្វើការគេជាមួយផ្នែកសុខភាពនេះដែលមានលក្ខណៈទន់ហើយងាយស្រួលក្នុងការបត់បែនយើងគ្រាន់តែមើលការវិចខ្ចប់បែបនេះក៏បានដែរថាបត់បែនហ្នឹងវាអត់បាក់ភ្លីរបស់វាទេគឺអ្នកដែលគាត់មានបញ្ហាពិបាកក្នុងការគេងអីយើងអាចធ្វើការផ្លាស់ប្ដូរទម្លាប់នៃការគេងរបស់យើងហើយយើងរើខ្នើយដែលស័ក្តិសមជាមួយនឹងយើងមកបានហើយ